កំពុងរស់នៅក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិលែងការពារអ្នកទន់ខ្សោយទៀតហើយអ្វីដែលកំពុងតែគ្រប់គ្រងពិភពលោកសប្តាហ៍ថ្ងៃនេះមិនមែនច្បាប់ទេគឺអំណាចដែលផ្អែកទៅលើច្បាប់ព្រៃសូមក្រឡេកមើលអ្វីដែលបានកើតឡើងរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅពេលដែលថៃចោទកម្ពុជាដាក់មានថ្មីនៅពេលថៃចោទកម្ពុជាថាឈ្លានពាននៅពេលដែលថៃយកលេសស្កេមអនឡាញទម្លាក់គ្រាប់បែកលើកម្ពុជាថៃមិនរងចាំអាញាកណ្ដាលអន្តរជាតិមិនចាំការស៊ើបអង្កេតរួមគ្នាហើយក៏មិនចាំការផ្ទៀងផ្ទាត់ដោយអព្យាក្រឹតដែរថៃបានប្រើកម្លាំងយោធាទាំងកំរោលទ័ពអាកាសថៃបានចូលវាយប្រហារជ្រៅនៅក្នុងដែនដីកម្ពុជាលើសពី100គីឡូម៉ែត្រពីព្រំដែនទីតាំងប្រវត្តិសាស្ត្រត្រូវបានខូចខាតជនស៊ីវិលកម្ពុជាស្លាប់ជាង20នាក់របួសប្រហែល80នាក់និងភៀសខ្លួនជាង60,000នាក់កម្ពុជាបានស្វែងរកកែវភ្នែកយុត្តិធម៌ពីច្បាប់អន្តរជាតិកម្ពុជាបានទទួលយកការសម្របសម្រួលព្រមឈប់បាញ់ព្រមឲ្យមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ពីភាគីទី3ក៏ប៉ុន្តែថៃមិនព្រមទេថៃប្រើអាវុធជាង10ប្រភេទវាយសង្គ្រប់ខ្ទប់ដង្ហើមកម្ពុជាមានទាំងយន្តហោះចម្បាំង F-16 Gripen T-50 AT-6 ដ្រូនអត្តឃាតដ្រូនទម្លាក់គ្រាប់បែកដ្រូនទម្លាក់ភ្លើងដ្រូនបាញ់ផ្សែងពុលប្រព័ន្ធបាញ់រ៉ុកែត DTI-2 កាំភ្លើងបាញ់គ្រាប់បែកដៃ M79 កាំភ្លើងក្បាល60មីលីម៉ែត្រ80មីលីម៉ែត្រកាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្រកាំភ្លើង155មីលីម៉ែត្រកាំភ្លើង105មីលីម៉ែត្រកាំភ្លើងបាញ់ពន្លឺនិងរថក្រោះនេះហើយគឺជាច្បាប់ព្រៃនៅក្នុងព្រៃពួកគេមិននិយាយអំពីភាពស្របច្បាប់ទេពួកគេវាយយើងមុនចោទយើងថែមហើយតាំងខ្លួនជាជនរងគ្រោះពួកគេប្រើច្បាប់ព្រៃដោយដឹងថាយន្តការអន្តរជាតិយឺតយ៉ាវបែកបាក់និងញញើតញញើមខ្លាចប៉ះពាល់ប្រយោជន៍រៀងខ្លួនមានកិច្ចប្រជុំមានសេចក្តីថ្លែងការណ៍តែពួកគេនៅវាយយើងធម្មតានេះមិនមែនដោយសារតែពិភពលោកគ្មានច្បាប់ទេតែដោយសារតែការអនុវត្តច្បាប់អាស្រ័យទៅលើអំណាចបទពិសោធន៍លើកនេះបង្ហាញច្បាស់ថាពិភពលោកត្រូវបានគ្រប់គ្រងដោយកម្លាំងឥទ្ធិពលនិងការត្រៀមខ្លួនការអាណិតអាសូរគ្រាន់តែជាការទូតប៉ុណ្ណោះផលប្រយោជន៍ទៅជាការពិតនេះមិនមែនមានន័យថាកម្ពុជាត្រូវបោះបង់គុណធម៌នឹងការទូតនោះទេក៏ប៉ុន្តែកម្ពុជាត្រូវច្បាស់ថាគ្មានអ្នកណាជួយយើងទេបើយើងមិនខ្លាំងមិនមែនដើម្បីវាយអ្នកដទៃទេខ្លាំងមានន័យថាយើងត្រូវកសាងប្រទេសឲ្យមានសមត្ថភាពឈរលើជើងខ្លួនឯងពេញលេញខ្លាំងដោយចំណេះដឹងខ្លាំងដោយសេដ្ឋកិច្ចខ្លាំងដោយស្ថាប័នខ្លាំងដោយបច្ចេកវិទ្យាខ្លាំងដោយយោធានិងខ្លាំងដោយសាមគ្គីជាតិយើងត្រូវតែខ្លាំងក្នុងការអប់រំដើម្បីឲ្យយុវជនមានសមត្ថភាពគិតយល់និងបង្កើតអ្វីដែលថ្មីយើងត្រូវតែខ្លាំងក្នុងសេដ្ឋកិច្ចដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកដទៃនិងអាចសម្រេចចិត្តដោយសេរីយើងត្រូវតែខ្លាំងក្នុងស្ថាប័នដើម្បីឲ្យរដ្ឋដំណើរការបានដោយប្រសិទ្ធភាពគ្មានអំពើពុករលួយយើងខ្លាំងដើម្បីរក្សាសន្តិភាពខ្លាំងដើម្បីរក្សាអធិបតេយ្យភាពនិងខ្លាំងដើម្បីអនាគតកូនចៅកម្ពុជាខ្ញុំរស់សុធាពី News Today NTTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងជុំវិញពិភពលោករថយន្ត GAC នាំចូលនិងចែកចាយផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន TH Group